ព្រះបន្ទូលព្រះសម្រាប់អ្នកនិពន្ធដោយអ្នកស្រី Dawn Muller និងអ្នកស្រី Diane Grabbing បោះពុម្ពនិងចែកចាយដោយមូលនិធិមរតក Lutherទីសម្គាល់អស្ចារ្យនៅសមុទ្រក្រហមលោកម៉ូសេបានដឹកនាំប្រជាជននៅពេលពួកគេចាកចេញពីស្រុកអេស៊ីបនៅពេលថ្ងៃព្រះបាននាំមុខពួកគេក្នុងរូបភាពជាពពកក្រាស់រីឯនៅពេលយប់ព្រះបាននាំមុខពួកគេដោយអណ្ដាតភ្លើងវិញនេះជារបៀបដែលព្រះបានដឹកនាំប្រជារាស្ត្ររបស់ទ្រង់មិនថាពេលថ្ងៃឬពេលយប់នៅពេលដែលលោកម៉ូសេនិងប្រជាជនអ៊ីស្រាអែលបានធ្វើដំណើរមកដល់សមុទ្រក្រហមពួកគេបានបោះជំរំនៅលើច្រាំងទន្ទឹមនឹងនេះដែរព្រះបានបណ្ដាលឲ្យព្រះចៅផារ៉ោនមានចិត្តរឹងទទឹងដោយទ្រង់មានអារម្មណ៍សោកស្ដាយជាថ្មីម្ដងទៀតចំពោះការសម្រេចចិត្តរបស់ទ្រង់ដែលព្រមឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបព្រះចៅផារ៉ោនបានចាត់កងពលដ៏ធំរបស់ខ្លួនដើម្បីទៅតាមនាំជនជាតិអ៊ីស្រាអែលឲ្យត្រឡប់មកវិញព្រះចៅផារ៉ោនបានបញ្ជូនរទេះចម្បាំងយ៉ាងពិសេសមានទ័ពសេះនិងពលទាហានចំនួន600នាក់ទៅជាមួយផែនការរបស់ព្រះចៅផារ៉ោនគឺដើម្បីយកជនជាតិអ៊ីស្រាអែលនៅពេលពួកគេកំពុងបោះជំរំនៅក្បែរសមុទ្រក្រហមពេលដែលជនជាតិអ៊ីស្រាអែលបានឃើញកងទ័ពអេស៊ីបកំពុងចូលមកជិតពួកគេម្នាក់មានការភ័យតក់ស្លុតជាខ្លាំងពួកគេស្រែកទៅកាន់លោកម៉ូសេថាហេតុអ្វីបានជាអ្នកនាំពួកយើងចេញមកឲ្យស្លាប់នៅទីរហោឋានដូច្នេះតើពួកយើងមិនបានប្រាប់ឯងថាទុកឲ្យយើងនៅបម្រើជនជាតិអេស៊ីបទេឬអីត្បិតយើងរាល់គ្នាបានបម្រើសាសអេស៊ីបនោះវិសេសជាងការស្លាប់នៅទីរហោឋាននេះប៉ុន្តែលោកម៉ូសេឆ្លើយថាកុំខ្លាចអីសូមឈរឲ្យមាំចាំមើលតើព្រះជាម្ចាស់នឹងសង្គ្រោះយើងយ៉ាងដូចម្ដេចព្រះជាម្ចាស់នឹងប្រយុទ្ធឲ្យអ្នករាល់គ្នាបន្ទាប់មកព្រះជាម្ចាស់មានបន្ទូលមកកាន់ម៉ូសេថាចូលប្រាប់ប្រជាជនឲ្យបន្តដំណើរទៅមុខចូលលើកដំបងរបស់អ្នកឆ្ពោះទៅសមុទ្រក្រហមដើម្បីញែកទឹកចេញពីគ្នាជនជាតិអ៊ីស្រាអែលនឹងអាចឆ្លងសមុទ្រទៅលើដីគោកបានព្រះជាម្ចាស់បានដាក់ពពកខ្មៅយ៉ាងធំនៅកណ្ដាលរវាងជនជាតិអ៊ីស្រាអែលនិងកងទ័ពអេស៊ីបដើម្បីបាំងកុំឲ្យក្រុមម្ខាងអាចមើលឃើញក្រុមម្ខាងទៀតបានការលោកម៉ូសេលើកដៃឆ្ពោះទៅកាន់សមុទ្រក្រហមនោះព្រះបានញែកទឹកដោយកម្លាំងខ្យល់បក់យ៉ាងខ្លាំងពីទិសខាងកើតព្រះបានញែកសមុទ្រក្រហមនិងបង្កើតឲ្យមានប្រឡោះដីស្ងួតសម្រាប់ដើរពេញមួយយប់ជនជាតិអ៊ីស្រាអែលដើរកាត់សមុទ្រក្រហមលើប្រឡោះដីស្ងួតខណៈពេលពួកគេកំពុងដើរព្រះបានធ្វើជញ្ជាំងទឹកនៅខាងស្ដាំនិងខាងឆ្វេងសម្រាប់ពួកគេកងទ័ពអេស៊ីបបានដេញតាមជនជាតិអ៊ីស្រាអែលរទេះសេះនិងទ័ពសេះទាំងប៉ុន្មានរបស់ព្រះចៅផារ៉ោនបានដេញតាមពួកគេចូលទៅក្នុងសមុទ្រព្រះជាម្ចាស់មើលឃើញកងទ័ពអេស៊ីបទ្រង់ក៏បានធ្វើឲ្យទាំងទាហាននិងសេះចលាចលព្រះជាម្ចាស់បានរារាំងកងទ័ពរទេះរបស់ពួកគេមិនឲ្យវិលនិងធ្វើឲ្យរទេះពិបាកបើកទៅមុខកងទ័ពអេស៊ីបស្រែកឡើងថា
ចូលនាំគ្នារត់ចេញពីជនជាតិអ៊ីស្រាអែលទៅព្រះជាម្ចាស់កំពុងតែប្រយុទ្ធជំនួសពួកគេប្រឆាំងនឹងយើងហើយ ក្រោយពីជនជាតិអ៊ីស្រាអែលមានសុវត្ថិភាពនៅត្រៃម្ខាងហើយនោះព្រះបានបញ្ជាដល់ម៉ូសេថា ចូលលើកដៃរបស់អ្នកទៅលើសមុទ្រម្ដងទៀតយើងនឹងធ្វើឲ្យទឹកសមុទ្រហូរគ្របលើកងទ័ពអេស៊ីបលើរទាចម្បាំងនិងទ័ពសេះរបស់ពួកគេ លោកម៉ូសេបានលើកដៃទៅលើសមុទ្រក្រហមនៅថ្ងៃរះទឹកបានហូរត្រឡប់មកកន្លែងដើមវិញកងទ័ពអេស៊ីបបានព្យាយាមរត់ចេញពីសមុទ្រតែប៉ុន្តែព្រះបានវាយពួកគេចូលទៅក្នុងសមុទ្រទឹកសមុទ្របានគ្របលើកងទ័ពទាំងមូលរបស់ផារ៉ោនរហូតធ្វើឲ្យពួកគេទាំងអស់បានលង់ទឹកស្លាប់នៅក្នុងសមុទ្រទៅជនជាតិអ៊ីស្រាអែលបានឃើញនៅអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេបានដាក់ជំនឿលើព្រះជាម្ចាស់ហើយក៏នាំគ្នាសរសើរដំកើងព្រះជាម្ចាស់ជាមួយបទចម្រៀងនិងរាំពួកគេច្រៀងថា ខ្ញុំច្រៀងថ្វាយព្រះយេហូវ៉ាបិទទ្រង់មានជ័យជំនះយ៉ាងឧត្តមទ្រង់បានផ្ដួលសេះទាំងអ្នកជិះទៅក្នុងសមុទ្រក្រហម ព្រះជាម្ចាស់ជ្រើសរើសយកលោកម៉ូសេគ្រួសកាញនឹងមុនរំលងការរំដោះនៅឯសមុទ្រក្រហមកើតឡើងនៅឆ្នាំ 1446 មុនគ្រិស្តសករាជដោយដែលព្រះបានដឹកនាំជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកសមុទ្រក្រហមនិងបានប្រទានជ័យជំនះដល់ពួកគេលើពួកអេស៊ីបដែលជាខ្មាំងសត្រូវរបស់ពួកគេគឺព្រះជាម្ចាស់នឹងប្រទានជ័យជំនះដល់យើងបន្ទាប់ពីយើងបានទទួលសេចក្តីជំនឿនិងសេចក្តីសង្គ្រោះក្នុងពិធីជ្រមុជទឹកតែអរព្រះគុណដល់ព្រះអង្គពីព្រោះទ្រង់បានប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើង1 ករិនថូសជំពូក 15 ខ 57